ថ្ងៃនេះមានអីពិសេសមកចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាទៀតហើយអីដែលពិសេសនោះគឺសក់នេះរួញខ្លាំងសក់ឧស្សាហ៍លុបស្កលខ្លួនឯងជាប្រចាំបងប្អូនហើយលុបស្កលខ្លួនឯងនោះក៏មិនដឹងថាគាត់ប្រើថ្នាំអីថ្នាំអីនឹងដែរហើយសក់នេះពេលយើងកក់ហើយដាក់ក្រែមបន្ទន់ហើយឯងមិនឃើញប៉ុណ្ណឹងបងប្អូនបើស្ងួតវិញវារឹងកញែងកញ្ញាងជាងនេះដោយសារតែយើងអត់មានពេលនោះអញ្ចឹងយើងកក់ហើយក៏ឆ្លៀតធ្វើវីដេអូចែកទៅកាន់បងប្អូនទាំងអស់គ្នាទៅហើយសក់មួយប្រភេទនេះយើងអាចនិយាយបានថាខ្សោយប៉ុន្តែបើសិនជាយើងវាយថ្នាំមកដល់គឺអ៊ុតអត់ឆ្អិនទេបងប្អូនវាគឺជាបញ្ហាធំអញ្ចឹងថ្ងៃនេះខ្ញុំចែករំលែកពីវិធីលាយថ្នាំអ៊ុតទៅលើសរសៃសក់មួយប្រភេទនេះហើយថ្នាំគឺខ្ញុំប្រើថ្នាំអ៊ុតត្រង់មួយទឹកបងប្អូនប្រើម៉ាកអីក៏បានដែរប៉ុន្តែខ្ញុំជ្រើសរើសយកម៉ាកនេះខ្ញុំបងប្អូនយកម៉ាកផ្សេងក៏បានដែរប៉ុន្តែកណ្ដាលវិធីសាស្ត្រគឺយើងធ្វើដូចតែគ្នានឹងទេយើងចាក់ថ្នាំបរិមាណដែលល្មមទៅលើសរសៃសក់របស់យើងណាហើយយើងថែមប្រេង4-5ដំណក់ហើយយើងចាក់សេរ៉ូមព្យាបាលហ្នឹងចំនួន20%ទៅលើសរសៃសក់ហើយវិធីដែលលាបបងប្អូនគឺយើងលាបពីលើចុះមកក្រោមដដែលនឹងឯងយើងជះតែឲ្យឆ្ងាយពីគល់សក់ទេហើយអាកន្លែងក្លាក់កខាងក្រោមដោយបងប្អូនឃើញហើយវិធីលាបរបស់ខ្ញុំគឺអញ្ចឹងបងប្អូនគឺខ្ញុំបិច្រាស់ស្និទ្ធទៅលើទៅក្រោមប៉ុន្តែគ្រាន់តែថាខ្ញុំមិនអោយប៉ះដល់គល់ទេកាលណាតែយើងដាក់ថ្នាំអ៊ុតត្រង់ប៉ះដល់គល់នោះគឺដាច់គល់ជាមិនខានទេណាបងប្អូននេះគឺជាចំណុចមួយរឿងអ៊ុតត្រង់បើសិនជាយើងដាក់ថ្នាំមកត្រូវគឺដាច់គល់សក់ហើយមិនដោយសារតែយើងគៀបកាច់ទៅបាក់នោះទេបងប្អូនគឺជាការលាបទឹកថ្នាំរបស់យើងដែលយើងប្រហែសណាហើយចំណែកឯខាងលើវិញពេលដែលយើងលាបណាយើងកុំលាបបញ្ឈោផ្ដេកចុះទៅក្រោមអីគឺយើងបញ្ឈោឡើងមកលើឲ្យរៀងខ្ពស់ធ្វើម៉េចឲ្យយើងដាក់មកថ្នាំរបស់យើងទម្លាក់ទៅវាមិនប៉ះដល់គួរសក់របស់យើងណាហើយចំណែកសក់រួញនេះអាខាងមុខគឺយើងលាបចាប់ពីផ្ទៃទម្លាក់អញ្ចឹងមកនេះបងប្អូននេះបងប្អូនឃើញហើយដៃរបស់យើងគឺថ្នមហើយយើងសិតណាសិតធ្វើម៉េចកុំឲ្យថ្នាំយើងកក់នៅដុំកន្លែងណាមួយជាវាងបើយើងដាក់ថ្នាំអត់ស្មើទេដូចថាកន្លែងណាក្រាស់កន្លែងណាស្ទើគឺមានកន្លែងខ្លះរួញហើយកន្លែងខ្លះច្បាស់ជាផុយដាច់ហើយអញ្ចឹងវិធីដាក់ទឹកថ្នាំគឺយើងមើលទៅតាមលំនាំបែបនេះឯងហើយការអ៊ុតរបស់ខ្ញុំនេះគឺខ្ញុំជ្រើសរើសអ៊ុតបូកជាមួយនឹងcollagen ហើយនឹង keratin បងប្អូនវារៀងប្លែកជាងរដងបន្តិចដោយសារតែប្រភេទសក់មួយយ៉ាងនេះគឺយើងត្រូវតែធ្វើបែបនឹងឯងហើយការលាបទឹកថ្នាំរបស់ខ្ញុំគឺខ្ញុំលាបម្សៅហើយខ្ញុំក៏ត្រូវតែសាមើលម្សៅទៀតដែរហើយពេលដែលយើងសាមើលម្សៅទៀតគឺយើងថែមថ្នាំដៃថ្នមទៅលើកន្លែងណាដែលវានៅប៉ោងបងប្អូនតែប្រភេទសក់នេះបើយើងអត់បខំទេតាណាតែយើងសកិតថ្នាំបខំសក់របស់យើងគឺដាច់ហើយអញ្ចឹងយើងតាមមកតនើថ្នាំដែលយើងលាយហ្នឹងគឺយើងយកមកលាបឲ្យសពសាឲ្យសពទៅលើសក់របស់យើងណាតង់ទី1នេះគឺយើងអាប់ទុកចំនួន15នាទីដើម្បីឆែកមើលម្សៅណាវេទសក់អញ្ចឹងគឺយើងអត់ដើរតាណាចោលទេគឺយើងឧស្សាហ៍ឆែកមើល15នាទីឬក៏5នាទីម្ដងទៅតាមស្ថានភាពនៃសក់របស់យើងណាតែបើសិនជាសក់យើងលាបហើយឃើញថាវានៅមឹមយើងអាចទុកតទៅមុខទៀតតែបើសិនជាសក់ពេលយើងលាបឃើញយាឃើញយឺតអីអានឹងយើងឆាប់រូតរះបាញ់ទឹកឬក៏យើងយកទឹកមកជ្រលក់ដើម្បីឲ្យវាជ្រះជាតិថ្នាំណាហើយចំណែកអាខាងមុខនេះចំណុចសំខាន់ដែរគឺឲ្យយើងសើវាមកក្រោយតែសើរៀងស្រាលសិតបើបើហើណាយើងបើវាឡើងគឺវាកុំអោយថ្នាំហ្នឹងវាអឹបដល់មុខពេកក៏កុំអោយថ្នាំហ្នឹងវាស្ទើរពេកមានជាចម្ងល់អីអាច comment ខាងក្រោមហើយក៏កុំភ្លេច subscribe channel YouTube ខ្ញុំអ្នកមួយផងណាដោយសារតែវីដេអូនេះខ្ញុំអត់មានផុសនៅលើ TikTok ក៏អត់មានផុសនៅលើplatform អីផ្សេងទេគឺខ្ញុំធ្វើតែនៅលើ YouTube ទេដោយសារតែ YouTube ខ្ញុំដឹងថាមានបងប្អូនជាច្រើនចង់ដឹងពីចំណេះជំនាញពិតប្រាកដអញ្ចឹងខ្ញុំធ្វើវាឡើងនេះគឺច្រើនឆ្នាំហើយបងប្អូនខ្ញុំចេះតែចែករំលែកជារឿយមកមិនថាជាការដែលអ៊ុតសក់បែបថ្នាំពីទឹកអ៊ុតបូក collagen ឬក៏អ៊ុតប្រភេទនេះបងប្អូនវិធីអ៊ុតសក់ហ្នឹងគឺខុសគ្នាតាមបន្តិចទេ
អ៊ុតសក់គឺពិបាកត្រង់ថាយើងមើលនឹងភ្នែកហើយចាប់នឹងដៃអញ្ចឹងហើយវាអត់អាចកំណត់ថាមួយណាឲ្យច្បាស់លាស់ទេហើយសម័យបច្ចុប្បន្នតាមខេត្តតាមស្រុកអីភាគច្រើនគឺចូលចិត្តដាក់ពឿអញ្ចឹងដាក់ពឿបើសិនជាគេប្រើដៃជាងតែមួយហ្នឹងអត់អីទេបើសិនជាក៏លាបខ្លួនឯងផងដោយសក់ model របស់យើងឬក៏កាត់ចូលខាងនេះម្ដងខាងនោះម្ដងអញ្ចឹងគេក៏អត់ប្រកាសថាដាក់ថ្នាំមិនអុយកាត់ដែរអញ្ចឹងហើយយើងក៏អត់ដឹងអញ្ចឹងពេលដែលយើងធ្វើគឺយើងត្រូវការចាប់នឹងដៃមើលនឹងភ្នែកណាបងប្អូនងាកមកសក់ model របស់យើងវិញសក់កាត់នេះគឺយើងអត់ដាក់ថ្នាំអុយរៀបទាំងអស់តែម្ដងទេដោយសារតែសក់កាត់គឺមានបញ្ហាចុងខ្លាំងមែនទែនអញ្ចឹងខ្ញុំមើលទៅថាចុងកាត់រៀងយាហើយខ្ញុំក៏យកកាត់ទៅលាងទឹកតែខ្ញុំអត់ដាក់ក្រែមបន្ទន់ដាក់អីទេហើយទឹកដបពឺលឿងនោះគឺការ៉ាទីនហើយពឺខៀវរបស់យើងនឹងគឺជាសេរ៉ូម collagen ឯនឹងឯងដោយសារតែសក់កិតគឺយើងអត់បានវាយប្រហាលរហូតដល់ត្រង់ភ្លឹងទឹកទី1ទេអញ្ចឹងយើងមានតែពឹងការ៉ាទីនឯងជាជំនួយហើយប្រភេទជាសេរ៉ូម collagen នេះគឺយើងជំនួយកុំអោយការ៉ាទីនរបស់យើងធ្វើការតឹងពេកអញ្ចឹងយើងដាក់លាយចូលគ្នាមកសេរ៉ូមយើងដាក់តែ20%មកការ៉ាទីនគឺយើងដាក់ចំនួន80%មកហើយយើងយកវាមកលាបប្រសពទៅលើសាសៃសក់បងប្អូនហើយការ៉ាទីនមកប្រភេទនេះណាបងប្អូនពេលដែលយើងយកមកប្រើគឺសក់ដែលត្រូវថ្នាំអ៊ុតហើយដែលវាអត់ត្រង់អញ្ចឹងយើងវាយទៅលើថ្នាំហ្នឹងឲ្យលើសក់ហ្នឹងណាបងប្អូនយើងផ្អាប់ចំនួន50នាទីទៅ60នាទីគ្រប់តែថងធម្មតាទេនឹងបាច់ចូលម៉ាស៊ីនទេណាអូយពេលដែលយើងដល់ម៉ោងហើយយើងសិតគីអញ្ចឹងមកណាហើយយើងផ្លុំឲ្យស្ងួតចំនួន90%យើងយកកាត់មកគៀបមកបងប្អូនពេលដែលលាងទឹកហើយគឺលលើសផុលតែម្ដងប៉ុន្តែពេលដែលយើងគៀបមកបងប្អូនតង់ទី1សម្រាប់សក់ប្រភេទអញ្ចឹងកម្ដៅភ្លើងយើងកុំប្រើខ្លាំងយើងប្រើកម្ដៅទាបមកល្មមគៀបខាងគល់មកចាំយើងបូតមកខាងចុងបងប្អូនហើយយើងប្រើតង់ទី1នៅម៉ាស៊ីនកម្ដៅភ្លើងស្ទើរអញ្ចឹងវាធ្វើឲ្យសក់របស់គាត់គឺអត់ខ្លោចអញ្ចឹងណាបើយើងដាក់ថ្នាំដាក់ភ្លើងបង្ខំអញ្ចឹងវាអាចថានឹងខ្លោចហើយសក់របស់គាត់ក៏អត់ឆ្អិនខ្លាំងលលោងទន់នឹងដែរបងប្អូនហើយសម្រាប់វិធីអ៊ុតរបស់ខ្ញុំជាទូទៅយើងគៀបម្សាហើយគឺយើងចាក់គៀបម្សាទៀតណែដើម្បីបំពេញកន្លែងណាដែលស្ទើរណាយើងធ្វើអញ្ចឹងការអ៊ុតរបស់យើងគឺជោគជ័យបងប្អូនហើយការគៀបរបស់យើងមិនបាច់ទៅបង្ខំគឹបទេបងប្អូនម៉ាស៊ីនរបស់យើងគឺចាប់មកល្មមយើងទាញបែបយឺតថ្នមយើងអឹបដៃទាំងម៉េចឲ្យតែស្មើទៅនឹងម៉ាស៊ីនរបស់យើងមកដែលខ្ញុំហ៊ានចេញមកចែករំលែកបងប្អូនទាំងអស់គ្នា free នេះដោយសារតែបទពិសោធន៍អ៊ុតសក់របស់ខ្ញុំហ្នឹងគឺជាង10ឆ្នាំហើយបងប្អូនអញ្ចឹងវាស័ក្តិសមល្មមដែលខ្ញុំចែករំលែកទៅកាន់បងប្អូនអស់គ្នាហើយចំណេះដឹងមួយនេះគឺជាចំណេះដឹងអត់លាក់ទេដោយសារតែបើសិនជាបងប្អូនទៅរៀនជាមួយគេបើសិនជាគេលាក់យើងស្ទើរនៅកន្លែងណាបងប្អូនអាចចូលមើលវីដេអូនេះបានគឺខ្ញុំអត់លាក់បញ្ជាក់គឺឲ្យតែយើងតាមដានគ្រូវីដេអូដូចខ្ញុំបញ្ជាក់ដើមវីដេអូអញ្ចឹងជំនាញនេះគឺជាជំនាញដែលយើងមើលនឹងភ្នែកហើយយើងចាប់នឹងដៃណាអញ្ចឹងណាហើយនេះគឺជា result ដែលយើងគៀបបានហើយយើងឲ្យគាត់ផ្អាប់ទុកចំនួន2-3ថ្ងៃណាតែបើប្រភេទសក់រួញចេះទុកបានមួយអាទិត្យកាន់តែល្អអត់អីទេបងប្អូនទុកកាន់តែយូរគឺកាន់តែលលោងតែបើសិនជាគេស៊ូបានណាបើគេស៊ូមិនបានក៏អត់អីដែរ